សួស្តីពុកម៉ែបងប្អូនជាទីស្នេហាវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំវិញហើយនេះគឺជាវីដេអូនៃការជួបគ្នាទាំងពីរជើងរវាងទូកស្រីសសុកសានជ័យជាមួយនឹងបារមីឯកមានជ័យស្រីសសុកសានជ័យគឺជាទូកដែលមានវត្តមានមកពីខាងវត្តមហាអំពវ័នឃុំឬសេជ្រុយស្រុកមុខកពូខេត្តកណ្ដាលចំណែកឯខាងក្រៅឯកសណ្ឋានពណ៌លឿងគឺជាទូកដែលមានឈ្មោះថាបារមីឯកមានជ័យដែលមកពីខាងពីមអុកញ៉ាអង្គក្រុងអរិយខ្សាច់នេះឯងយើងមើលថាឯកសណ្ឋានខុសគ្នាដាច់ហើយចង្វាជើងចាក់ក៏ស្ទៀងគ្នាទេមិនសូវខុសគ្នាទេល្បឿនទូក៏ប្រហាក់ប្រហែលគ្នាបើយើងមើលបិទឈិតបែបនេះអ្នកខ្លះក៏ថាខាងក្រៅកំពុងតែនាំមុខបន្តិចបន្តួចទៅលើខ្សែទឹកខាងក្នុងប៉ុន្តែបើយើងដែលគាត់មើលស្មើគាត់អាចថាពីនេះអាចនឹងទៅទឹមគ្នាទៅដល់កងប៉ុនទី1ទី2ទៅហើយជើងចង្វាទាំងពីរក៏នៅតែបន្ថែមរៀងខ្លួនមិនទាន់មានអ្នកណាទម្លាក់ដៃទេក្នុងពួយយកខាងក្រៅក៏ពួយយកអ្នកបោក្បាលទូកព្យាយាមបញ្ជាក្បាលទូកបញ្ជាឲ្យចំណោះទាំងអស់ចាក់យោងទូកឲ្យលឿនចាក់យោងទូកឲ្យស្រស់គ្នាចិត្តដោះទីហើយចាំមើលថាតើទាំងពីរនេះអ្នកណានឹងទទួលបានជ័យជំនះនៅក្នុងជើងទី1នេះដាច់បាត់ហើយបទទស្សនាជើងទី2វិញម្ដងក្នុងជើងទី2នេះគឺមានការបដូរខ្សែទឹកគ្នាបាត់ទៅហើយខ្សែទឹកខាងក្នុងគឺជាបារមីឯកមានជ័យមកពីខាងពីមញ្ញាអង្គក្រុងអរិយខ្សាច់ចំណែកខ្សែទឹកខាងក្រៅគឺជាស្រីសសុកសានជ័យគឺមកពីខាងឃុំរិសេជ្រុយស្រុកមុខកពូខេត្តកណ្ដាលគឺយើងឃើញថានៅជើងទី1គឺស្រីសសុកសានជ័យបានយកជ័យជំនះទៅលើបារមីឯកមានជ័យហើយក្នុងជើងទី2នេះក៏កំពុងតែនាំមកដាច់បាត់ទៅហើយទៅលើបារមីឯកមានជ័យអាចនិយាយបានថាអាចនឹងទទួលបានជ័យជំនះក៏ថាបានដែរសម្រាប់ជើងទី2នេះដោយសារមើលទៅជីទូកដាច់គ្នាឆ្ងាយបន្តិចមែនប៉ុន្តែមិនធ្វើទេយើងមិនទាន់អាចសន្និដ្ឋានបានព្រោះអីទីមិនទាន់ដល់ទីបញ្ចប់អញ្ចឹងយើងមិនទាន់របស់បងនៃការប្រកួតរបស់កីឡាករទាំងអស់ក៏ព្យាយាមនៃការអុំរបស់ខ្លួនដើម្បីតាមពីក្រោយផងដែរចិត្តដល់ទីប្រវត្តិយើងឃើញថាស្រីសសុកសានជ័យនៅតែបន្ថែមល្បឿនរបស់ខ្លួនដើម្បីយកធរៈវេលាបានល្អដល់ទីបាច់ប្រវត្តិហើយគឺជាជ័យជំនះប្រគល់ទៅឲ្យស្រីសុកសានជ័យយកជ័យជំនះទាំងពីរជើងទៅលើទូកងដែលមានឈ្មោះថាបារមីឯកមានជ័យនៅក្នុងជើងទី2នេះទៅទូក